សហរដ្ឋអាមេរិកនិងមហាយៈចិនរួមកម្លាំងគ្នាប្រឆាំងការយកថ្លៃឆ្លងកាត់នៅច្រកសមុទ្រហូមូសរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងបានបង្ហាញជំហរស្របគ្នាដ៏កម្រមានមួយក្នុងការប្រឆាំងដាច់ខាតចំពោះការព្យាយាមយកកម្រៃសេវាពីនាវាដឹកជញ្ជូនដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូមូសដែលជាផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារទី13 ខែឧសភាឆ្នាំ2026នេះកិច្ចព្រមព្រៀងជាគោលការណ៍នេះបានកើតឡើងបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីនិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ភាគីទាំងពីរបានឯកភាពគ្នាថាមិនគួរមានប្រទេសឬអង្គភាពណាមួយត្រូវបានអនុញ្ញាតឲ្យប្រមូលកម្រៃសេវាឆ្លងកាត់ក្នុងផ្លូវទឹកអន្តរជាតិដូចជាច្រកសមុទ្រហូមូសនេះឡើយជំហររួមគ្នារវាងមហាអំណាចទាំងពីរនេះគឺជាសញ្ញានៃការដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ឲ្យបញ្ឈប់ការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះបន្ទាប់ពីអ៊ីរ៉ង់បានសម្រេចបិទច្រកសមុទ្រនេះចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារយោធាលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈឆ្នាំ2026នេះអ៊ីរ៉ង់បានទាមទារសិទ្ធិក្នុងការប្រមូលថ្លៃសេវាឆ្លងកាត់ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌចម្បងដើម្បីបញ្ចប់ជម្លោះជាមួយអាមេរិកពាក់ព័ន្ធនឹងបញ្ហានេះអ្នកនាំពាក្យស្ថានទូតចិនបានសម្ដែងក្តីសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងអាចសហការគ្នាដើម្បីស្ដារការធ្វើចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រនោះឲ្យមានលក្ខណៈធម្មតាឡើងវិញលោកបានបន្ថែមថាការរក្សាសន្តិសុខនិងស្ថិរភាពក្នុងតំបន់ក៏ដូចជាការធានាមានការធ្វើដំណើរដោយគ្មានការរារាំងគឺជាផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិទាំងមូលការលាតត្រដាងអំពីកិច្ចពិភាក្សានេះកើតឡើងស្របពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីចិនលោកស៊ីជីនភីងដែលនឹងចាប់ផ្ដើមនៅថ្ងៃទី13 ខែឧសភាឆ្នាំ2026នេះគួររំលឹកផងដែរថាចិននៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ជាពិសេសក្នុងនាមជាអ្នកនាំចូលប្រេងដ៏ធំបំផុតហើយដូច្នេះហើយទើបសហរដ្ឋអាមេរិកព្យាយាមជំរុញឲ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលទីក្រុងទីអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងថ្មីមួយជាមួយអាមេរិកទោះជាយ៉ាងណាក៏ដោយលោកវ៉ាងយីក៏បានសង្កត់ធ្ងន់ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាប់បាអារ៉ៃឈីថាចិននៅតែបន្តគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពនិងសន្តិសុខជាតិរបស់ខ្លួនផងដែរខ្ញុំតារាពី RTV